ស្វាគមន៍ម្ដងទៀតមកកាន់កម្មវិធី109ចាមិនហ្នឹងគឺយើងបានទស្សនាពីការសម្ដែងរបស់ក្រុមតន្ត្រីស្នាមញញឹមបទស្នាមញញឹមហើយយើងឃើញថាទស្សនិកជនយើងក៏បានចូលរួមទៀតមិនអញ្ចឹងយ៉ារ៉ូចាឃើញថាកាលពីមុនគឺពួកយើងបានជជែកកម្សាន្តជាមួយបងបញ្ញានិងបងភាដាច់ដライឥឡូវនេះយើងជួបក្រុមតន្ត្រីស្នាមញញឹមហ្មងអញ្ចឹងចង់សួរទៅបងថាបង្កើតក្រុមតន្ត្រីស្នាមញញឹមហ្នឹងយូរនៅបងតាមពិតទៅពួកក្រុមពួកខ្ញុំហ្នឹងបង្កើតមកប្រហែលជាអាចថាយូរគួរសមដែរហើយក្រុមពួកខ្ញុំគឺកើតចេញពីការមុនការប្រឡងតន្ត្រីថ្នាក់ជាតិមហោស្រពតន្ត្រីថ្នាក់ជាតិឆ្នាំ2011បាទហើយបន្ទាប់មកក៏ក្រោយ3ខែក្រោយមកពួកខ្ញុំក៏បានជួបជុំគ្នាបាទហើយក៏ចាប់ផ្ដើមซ้อมបទចម្រៀងទាំងអស់ហ្នឹងទៅចាអញ្ចឹងចង់សួរទៅបងភាវិញថាពេលហ្នឹងពេលចូលរួមក្រុមដំបូងមានអារម្មណ៍មិនដែរតែពេលខ្ញុំជួបពួកគាត់ដំបូងខ្ញុំឃើញពួកគាត់ធ្វើការជាមួយគ្នាល្អហើយគាត់ស្ដាប់គ្នាខ្ញុំមានអារម្មណ៍ថាខ្ញុំចាប់អារម្មណ៍ខ្ញុំចង់ចូលក្រុមហ្នឹងដែរបន្ទាប់មកខ្ញុំក៏បានធ្វើការមួយគាត់រហូតចាអញ្ចឹងចង់សួរទៅបងលៀបខាងក្រោយវិញចាហើយដល់ពេលដែលជួបបញ្ហាបងដោះស្រាយមិនដែរបងឬក៏យកហ្គីតាកវត្តចោលដើរចេញអីចឹងអត់ទេបាទសម្រាប់ខ្ញុំទៅពេលជួបបញ្ហាម្ដងខ្ញុំអត់ពុះ control ឡើងខ្ញុំនឹងថយឲ្យគេឈ្នះលើចាអញ្ចឹងចង់សួរទៅបងសំណាងខាងក្រោយវិញតើបងយល់មិនដែរចំពោះអតិពលផលប្រព័ន្ធផ្សព្វផ្សាយហ្នឹងបាទសម្រាប់ខ្ញុំយល់ប្រព័ន្ធផ្សព្វផ្សាយខ្ញុំគិតថាល្អមែនតើពីព្រោះវាអាចបដូរពីមនុស្សម្នាក់
ពីអញ្ចេះឲ្យទៅចូលបានឧទាហរណ៍ថាគាត់ហ្នឹងចំណាយតែពេលក្នុងការដើរលេងតែបើសិនជាគាត់បានចូលរួមនឹងស្ដាប់ឬក៏មើលឬក៏ឆែកនៅប្រព័ន្ធផ្សព្វផ្សាយហ្នឹងអញ្ចឹងអាការដើរលេងគាត់បោះបង់ហើយអញ្ចឹងគាត់មកតាមដានប្រព័ន្ធផ្សព្វផ្សាយវិញអញ្ចឹងវាអាចបដូរគាត់ពីអាក្រក់មកល្អបាទអញ្ចឹងបងតាំងតើយុវវ័យយើងក៏ដូចជាទាំងអស់គ្នាត្រូវធ្វើម៉េចដើម្បីជឿលើប្រព័ន្ធផ្សព្វផ្សាយបានណាបងបើសិនជាអាចតាមសំណូមពរខ្ញុំគឺខ្ញុំសូមឲ្យប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកក៏ដោយនៅក្រៅស្រុកក៏ដោយព្យាយាមជំរើសកម្មវិធីណាដែលល្អបាទយើងធ្វើល្អកាន់តែច្រើនដូចថាអាភាពដែលម៉ងសៅអាភាពដែលសោកសៅអាភាពដែលនេតកម្មទាំងឡាយហ្នឹងវានឹងបាត់បង់ចាអញ្ចឹងចង់សួរទៅបងយ៉ាវិញតើបងយ៉ាគិតថាគួរជឿរើប្រព័ន្ធផ្សព្វផ្សាយមិនទៅត្រឹមត្រូវទេបងខ្ញុំគិតថាអ្នកដែលតាមដានប្រព័ន្ធផ្សព្វផ្សាយឬអ្នកដែលទទួលប្រព័ន្ធផ្សព្វផ្សាយហ្នឹងគួរតែយកប្រព័ន្ធផ្សព្វផ្សាយណាដែលផ្ដល់ចំណេះដឹងចាហើយជាប្រព័ន្ធផ្សព្វផ្សាយដែលផ្ដល់នូវភាពវិជ្ជមានសម្រាប់គាត់បាទចាអញ្ចឹងបងបញ្ញាមានពាក្យពេចន៍អីដើម្បីផ្ដាំផ្ញើទៅយុវវ័យយើងដែលកំពុងទស្សនាបងចង់អប់រំទៅកាន់យុវវ័យថាទី1គឺចង់បង្ហាញថាយុវវ័យគឺអាចធ្វើបែបនេះបានអ្នកទាំងអស់គ្នាក៏អាចធ្វើបានខ្ញុំអាចធ្វើបានអ្នកទាំងអស់គ្នាក៏អាចធ្វើបានដែរបាទនេះថាប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជាយើងក៏រីកចម្រើនដែរបាទសប្តាហ៍នេះរីកចម្រើនហើយមិត្តយុវវ័យយើងទាំងអស់គ្នាក៏អាចធ្វើជាប្រព័ន្ធផ្សព្វផ្សាយផ្សេងដែលគាត់ចង់ធ្វើដែរខាងចាបាទចាអញ្ចឹងសូមអរគុណបងទាំងអស់គ្នាក្នុងការចូលរួមនៅកម្មវិធីឡូ9ហើយពួកខ្ញុំចាំស្ដាប់បទចម្រៀងមកហើយបើសិនបើចេញអាល់ប៊ុមពួកខ្ញុំស្វែងទៅទិញមុនគេហីបាទទស្សនិកជនទាំងអស់គ្នាសូមតាមដានវគ្គបន្តនៃកម្មវិធីរបស់យើងទស្សនិកជនភាគច្រើនបានបង្ហាញថាការពិសាផ្ដាមុនរថយន្តលុយមួយរបស់យើងបានទៅដល់ខេត្តកំពតយើងឃើញថានៅទីនោះមានសកម្មភាពសប្បាយរីករាយជាច្រើនដូចជាការច្រៀងការរាំការសម្ដែងនៅអ្វីដែលពិសេសផ្សេងទៀតពួកយើងមកលុយទាំងអស់គ្នាយោបានសូមលោក9ដល់ឈរឡើងទាំងអស់គ្នាក្នុងនាមជាជនជាតិខ្មែរជាជាយើងអាចបង្ហាញសមត្ថភាពផ្សាយជូនដល់មិត្តយុវវ័យរបស់យើងដែលនៅទូទាំងប្រទេសហើយតាមទៅចាប់ប្រខ្ញុំពិតជាមានអារម្មណ៍ថារំភើបបានមកដល់ខេត្តកំពតដោយសារតែមានមិត្តយុវវ័យរបស់យើងជាច្រើនបានចូលរួមមួយកម្មវិធីលយ9របស់យើងពួកគាត់បានបញ្ចេញសមត្ថភាពដូចជាការរាំការច្រៀងការសម្ដែងនិងការកម្សាន្តជាច្រើនទៀតបើសិនជាការសម្ដែងយើងត្រូវបានគេជ្រើសរើសហើយទទួលបានការឧបត្ថម្ភប្រមាណជា200,000 រៀលដើម្បីយកទៅជួយអភិវឌ្ឍភូមិឃុំរបស់យើងគាត់ថាយកទៅប្រាក់ធ្វើគេដែរខ្ញុំនឹងយកទៅទិញកូនឈើតូចៗយកទៅដាំនៅសហគមន៍ដែលគ្មានដើមឈើដូចជាវិទ្យាល័យព្រះនរោត្តមរណរដ្ឋនិងសាលាបឋមសិក្សាកំពង់កេះបាទអរគុណច្រើនមែនតើបានចូលរួមក្នុងកម្មវិធីរបស់យើងបាទពេលនេះដល់ពេលដែលយើងត្រូវស្វែងរកអ្នកដែលឈ្នះហើយអ្នកដែលមានទេពកោសល្យល្អជាងគេគាត់ទទួលបានការបោះឆ្នោតគ្រប់គ្រងពីសំណាក់ទស្សនិកជនច្រើនជាងគេចង់ដឹងថាក្រុមណាមួយដែលទទួលបានជ័យជំនះទៅទស្សនាទាំងអស់គ្នាអាឡូជំរាបសួរយើងឈ្មោះថារីមែនខ្ញុំឈ្មោះថាវីចាបាទថាវីហើយចង់ដឹងថាក្រុមយើងឈ្នះចាញ់អត់ចង់បាទអើយពិតជាចូលរួមអបអរសាទរផងថាក្រុមយើងបានទទួលបានការគាំទ្រច្រើនជាងគេអើយក៏បានចូលលុយមួយហើយក្រុមយើងឈ្នះយកទៅការឧបត្ថម្ភទៅធ្វើអីខ្លះដែរខ្ញុំគិតថាខ្ញុំយកលុយនឹងដើម្បីទៅជួយសហគមន៍របស់ខ្ញុំដែលខ្វះខាតអញ្ចឹងទិញសម្ភារៈដើម្បីជួយនៅក្នុងសាលាទៅទាំងកែបាទអរគុណច្រើនណាជូនពរឲ្យជោគជ័យចា៎បាទអរគុណច្រើនជំរាបលាបាយបាយមិត្តយុវវ័យក៏នៅតែបន្តផ្ញើរូបថតរូបភាពវីដេអូ
ចម្រៀងកំណាព្យឬក៏អ្វីផ្សេងទៀតដែលបង្ហាញថាហេតុអ្វីបានជាមិត្តភក្តិរបស់អ្នកលយហើយផ្ញើវាមកកាន់កម្មវិធីរបស់យើងដែលព័ត៌មានមានលើកញ្ចក់ទូរទស្សន៍បាទខ្ញុំមានដំណឹងល្អមួយដើម្បីប្រាប់ទៅកាន់មិត្តយុវវ័យរបស់យើងដែលរស់នៅក្នុងខេត្តស្ទឹងត្រែងរថយន្តលយ9របស់យើងនៅថ្ងៃស្អែកនឹងទៅដល់ទឹកដីរបស់លោកអ្នកគឺនៅក្នុងវិទ្យាល័យព្រះរាជបូជនីយកិច្ចសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងដូច្នេះចូលរួមជាមួយពួកយើងទាំងអស់គ្នាចង់ដឹងពីសកម្មភាពរបស់បេក្ខជនលយ9 Super Hero របស់យើងរងចាំទស្សនាក្នុងពេលបន្តិចទៀតនេះស្វាគមន៍ម្ដងទៀតមកកាន់កម្មវិធីលយ9និយាយចឹងយ៉ារ៉ូកាលពីសប្តាហ៍មុនឃើញថាក្រុមអាវសក្រុមរបស់ខ្ញុំហ្នឹងគឺគេទៅដល់ទីមុនគេដល់ពេលក្រុមអាវខៀវទៅក្រោយក្រុមអាវសតែមិនតិចទេដល់ពេលក្រុមអាវលឿងផុសយ៉ារ៉ូហើយហ្នឹងវិញណាទុំទៅដល់ខ្លោងទ្វីឯងក្រុមគេក្រុមឯងក្រុមជាមួយគ្នាសោះហ្នឹងនិយាយលេងហ្នឹងយ៉ារ៉ូបាទប៉ុន្តែដោយសារក្រុមអាវលឿងទៅដល់ក្រោយគេអញ្ចឹងមិនប្រកាសតែគាត់ចាញ់គេអញ្ចឹងចង់ដឹងថាសប្តាហ៍ហ្នឹងក្រុមអាវលឿងអាចឈ្នះក្រុមដទៃទៀតបានអត់ទៅទស្សនាទាំងអស់គ្នាអងឃើញឯងច្បាប់ហ្នឹងនៅក្នុងមេត្រាទី50ថ្មីសូមរំលឹកថាកាលពីសប្តាហ៍មុនក្រុមអាវសបានបំពេញបេសកកម្មទី2ហើយមុនគេហើយពួកគាត់បានទៅដល់គណៈកម្មការជាតិរៀបចំការបោះឆ្នោតនិងរកឃើញព័ត៌មានដែលត្រឹមត្រូវដំបូងគេនេះឃើញគណៈកម្មការជាតិរៀបចំការបោះឆ្នោតអូនេះដំក៏អាចនៅសុរពូមានអាយុ18ឆ្នាំឡើងទៅចំណែកឯក្រុមអាខៀវជាអ្នកមកដល់ទី2ហើយពួកគេបានចេញទៅស្វែងរកទីតាំងសម្រាប់បេសកកម្មទី3បេសកកម្មទី3បេក្ខជនយើងត្រូវស្វែងរកទិន្នន័យដែលបង្ហាញពីភាគរយនៃយុវជនដែលមានអាយុពី18ឆ្នាំទៅ24ឆ្នាំដែលបានចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ2012ពួកគាត់ត្រូវទៅសង្កាត់ណាមួយនៅក្នុងខណ្ឌចំការមនឈ្មោះចៅសង្កាត់នោះផ្ដើមដោយអក្សរបហើយបញ្ចប់ដោយអក្សរលទីនោះគឺសង្កាត់បឹងកេងកងទី1ដែលមានចៅសង្កាត់ស្រីឈ្មោះប្រាក់ម៉ាលីចឹងទៅតលេបាសាក់សិនណាដើរហ្មងពួកចិត្តនឹងវិទ្យាល័យឯក្រុមអាវលឿងមកដល់ក្រោយគេទៀតហើយតែយ៉ាងណានៅពេលដែលគាត់ធ្វើបេសកកម្មទី2ចប់ក្រុម2ទៀតនៅរកទីតាំងបេសកកម្មទី3មិនទាន់ឃើញដូចគ្នាទៅកន្លែងមួយទៀតបាទទូបានជោគជ័យយកមានលុយគាត់ចូលនេះជួយពួកខ្ញុំណាគ្រូអូឌីណាធ្ងន់ណាក្រុមខៀវនិងសចេញមុនក្រោយគ្នាតែបន្តិចទេចាំមើលណារកឃើញមុនចាពូចាអរគុណចាពូឆ្ងាយណាស់មកពួកខ្ញុំមកដល់ហើយក្រុមសឆ្លាតគ្រាន់បើដែលចេះមករកសាលាខណ្ឌមើលខាងស្ដាំមួយអូយអត់រកអីផងឡាយនើយឲ្យគេផ្ញើសារមកមិនបើមកខុសកន្លែងហ្នឹងយើងមកខុសហើយឈ្មោះផ្ដើមដោយអក្សរបនិងបញ្ចប់ដោយអក្សរលបងដឹងអត់ថាគាត់ឈ្មោះអីគេហើយគាត់នៅក្នុងគាត់កាន់ខាងសង្កាត់ណាដែរហើយយើងគួរតែបងសួរណែនាំតែយើងមានពីបង្ហេងខ្ញុំក្រុមទី2បងខ្ញុំចង់សប្តាហ៍មុនក្រុមលឿងទូរស័ព្ទមកម្ដងហើយហីសប្តាហ៍នេះក្រុមខៀវទូរស័ព្ទមកម្ដងដែរអញ្ចឹងទាំងពីរក្រុមទូរស័ព្ទមកសួរក្រុមការងារបានតែម្ដងទៀតប៉ុណ្ណោះកាត់បឹងកងទី1អូបឹងកងអរគុណច្រើនដែរបងអរគុណច្រើនតែបងច្រើនទៀតចាប៉ុណ្ណេះសាលាសង្កាត់បឹងកេងកង1អាគាត់មកពីក្រុមនេះដឹងកន្លែងដែលត្រូវទៅហើយចុះក្រុមលឿងវិញខណ្ឌចំការមកស្គាល់សាលាខណ្ឌមកឯងសាលាខណ្ឌទៅស្គាល់គាត់ជាស្ត្រីប៉ុន្តែគាត់ធ្វើការជាចៅសង្កាត់អូយអត់ដឹងហ៎មួយហ្នឹងអីមកដឹងដែរអត់ដឹងទៀតតាមអត់ដឹងអរគុណច្រើនបានជួយបង្ហាញផ្លូវតិចតួចអត់ទៅអ៊ំសាលាសង្កាត់បឹងកេងកង1នៅកន្លែងណាដែរនៅខាងមុខក៏បងទៅរកគាត់ទៅ3 4ផ្លូវទៀតដល់វាកន្លែងដើរទៅគាត់បាទតអរគុណអ៊ំទៅសាលាខណ្ឌចំការមនខាងនេះក៏បងទៅនៅបាទព្រោះថាកន្លែងនេះគឺជាកន្លែងដែលគ្រប់គ្រងសង្កាត់ទាំងមូលដែលនៅក្នុងសាលាខណ្ឌនឹងតែម្ដងបងតាមដល់តែបងហើយចាប់ដល់ក្រុមលោបាទហើយគាត់ធ្វើការនៅសង្កាត់ណាដល់បឹងកងទី1
បងគេកូនអរគុណច្រើនណាស់បងអរគុណអូនជើញមកធ្វើអីដែរបាទខ្ញុំមកទីនេះដើម្បីស្វែងរកទិន្នន័យអំពីយុវជនដែលមានអាយុពី18ឆ្នាំរហូតដល់24ឆ្នាំដែលបានចុះឈ្មោះបោះឆ្នោតសម្រាប់2012ចម្លើយនេះខ្ញុំមិនទាន់ផ្ដល់ជូនបងអូនបានទេលុះត្រាតែបងប្អូនទាំងអស់គឺធ្វើការងារមួយឲ្យខ្ញុំសិនគឺចុះរៀបចំសម្រាប់គាត់នៅជុំវិញផ្សារបឹងកងចាបងប្អូនធ្វើបានស្អាតអានឹងខ្ញុំផ្ដល់ចម្លើយជូនភ្លាមចាអញ្ចឹងអូនអាចទៅចុះរៀបចំស្ដាប់ស្របចាកាត់បឹងកងមួយនៅកណ្ដាលស្ដាប់បឹងកងមួយឡានកាត់អារម្មណ៍មួយសិនតែយើងទៅទៅក្រោយគេទៀតយើងជឿជាក់ថាយើងនឹងទៅដល់ក្រោយគេយ៉ាងជោគជ័យឥឡូវអ្នកទាំងពីរម្ដងមើលយល់ថាមិនដែរតើក្រុមយើងអាចទៅដល់គោលដៅមុនគេឬក៏ក្រោយគេបំផុតសូមនិយាយពីបេះដូងឲ្យស្មោះមើលទេកតាវ៉ាវវិញគេហើយទៀតហើយក្រុមទី1ហើយក្រុមទី2ក្រុមទី2អូយើងក្រុមខៀវគេមកដល់មុនក្រុមតណាដឹងហើយដល់រៀបចំសម្រាប់ធ្វើឲ្យហើយបានស្អាតល្អខ្ញុំនឹងប្រើចម្លើយបាទយើងអរគុណអូនក្រុមលឿងហើយខំតែសង្ឃឹមក្រុមសក៏គេមកដល់មុនដែរឲ្យលុយគាត់មុំពិតជាទឹកចិត្តអ្នកកីឡាមែនមកដល់ក្រោយគេហើយក៏នៅតែសុវ័យជំរាបសួរទាំងអស់គ្នាបាទអូជំរាបសួរអ៊ំប្រុសអ៊ំស្រីអ្នកមីងជំរាបសួរចាសួស្ដីបងប្អូនចាសួស្ដីគុំចាំអូយខ្ញុំជួបពួកគាត់បងនៅនឹងភេច្រើនចរាចរណ៍សណ្ដាប់ធ្នាប់ដែលមិនមានញឹកនៅកន្លែងណាពិបាកសម្រាប់រួលសងខាងនឹងយើងត្រូវរត់សម្រាមប៉ុន្តែយើងមានថងទៀតយើងអីក្រុមសហើយគេឲ្យមករៀបចំសម្ដាប់ធ្នាប់ម៉ូតូបែរជាមករើសសម្រាមមិនស្ដាប់គេទេអីពួកខ្ញុំកម្មវិធី101ហ្នឹងចង់មកសម្អាតអីហ្នឹងមិនតិចទៅពេលយើងត្រូវការថងធំតិចដើម្បីដាក់សម្រាមបងសុំផ្លូវទៅមួយសុំទៅប៉ុន្តែចតលឿននឹងបានអត់បាទតែមើលយើងមើលច្បាប់ដែរពេលនេះយើងមកពីនេះលោកឃើញបងតែឡាននោះចតថតបាទយល់ហើយអញ្ចឹងបងអាចជួយឥឡូវដឹងថាធ្វើអីហើយណាឲ្យវាត្រង់គ្នាព្រោះឡាននោះរៀងចាញ់ជាងគេបងបាទចាំនេះគាត់ស្រែវាត្រង់ទៅដល់ពេលយើងចាប់តាមបានយើងចាប់តាមធ្វើរៀបកាប់ឡប់ពីនោះលោកពូយល់មិនដែរតើទៅនឹងការរៀបចំនឹងឃើញថាមួយអនុវត្តបានល្អចាព្រោះការរៀបចំសម្រាប់ដកនៅតាមទីផ្សារនេះវាបាក់ណាស់គឺសង្គមលើមួយនឹងតែប្រែដើម្បីឲ្យត្រូវទៅពីអាប់ដេតរបស់មួយប្រើសប្តាហ៍ថ្ងៃនេះចាលោកពូចាយេមិន8ណា18000ឯលុយយើងយើងដើរអីដើរអត់បានអត់ខ្ញុំដើរបានចិត្តទេ22ណានោះ322ណាក្រុមខៀវរវល់ស្ដាយលុយមិនហ៊ានជិះដំបកកង់3ឥឡូវហៅផ្លើតឃើញទៀតតិចទៅក្រោយគេទៅម៉ែនេះយើងលេងស្រើទីដាហួអត់ហួហើយ22សួស្ដីបងប្អូនចាចាអូនធ្វើកិច្ចការចាប់សពគ្រប់ហើយចាអញ្ចឹងស្អាតអញ្ចឹងអូនមកដល់នេះគឺម៉ោង3:05នាទីណា5នាទីជាក្រុមទី2ដែលបានទទួលជ័យជំនះចាយេថាមកយឺតមែនចុះក្រុមណាមកដល់មុនគេបងខុសផ្លូវឯងអាយ៉ាក្រុមសបានឡានជិះទៀតអត់នៅខាងនេះក៏បានដែរបងហេតុអីបានជាបងចង់ជួយពួកខ្ញុំដើម្បីដល់គោលដៅដែលអត់មានយល់លុយពួកខ្ញុំមកហើយបងអូនិយាយទៅខ្ញុំស្រឡាញ់កម្មវិធីហ្នឹងធ្លាប់មើលពីមុនមកល្អគាត់ជា super hero របស់ពួកយើងពូកែបញ្ចុះបញ្ចូលគេគ្រាន់បើណាអញ្ចឹងបានលឿនមកដល់មុនគេចោះក្រុមលឿងវិញយ៉ាងម៉េចហើយ
បាទជំរាបសួរម្ដងទៀតអូនសួស្ដីអូនចាសួស្ដីអូនមកដល់ទីនេះគឺម៉ោង 3:15 នាទីចាចឹងបងអូនគឺជាក្រុមទី3ដែលបានមកដល់បានទទួលជោគជ័យចុងក្រោយគេចាអញ្ចឹងខ្ញុំនឹងផ្ដល់ចម្លើយជូនបងអូនគឺចំនួនយុវជនពីអាយុ18ឆ្នាំដល់24ឆ្នាំគឺមានចំនួន952នាក់ស្រី375នាក់ក្រុមខៀវមកដល់ក្រោយក្រុមស10នាទីហើយក្រុមលឿងវិញក៏មកដល់ក្រោយក្រុមខៀវ10នាទីដែរអញ្ចឹងក្រុមនីមួយៗគឺមិនឃ្លាតពីគ្នាប្រមាណទេសូមតាមដាន109 Super Hero របស់យើងនៅសប្តាហ៍ក្រោយចាំមើលថាមានបេសកកម្មអ្វីបន្តទៀតហើយយ៉ាដូមើលមកក៏មើលម៉េះឃ្លាតបាយមែនមិនឃ្លាតបាយទេដល់ពេលត្រូវលាទស្សនិកជនហ្នឹងខ្ញុំអត់ចង់បាយពីទស្សនិកជនសោះនិយាយទៅខ្ញុំក៏អត់ចង់ដែរប៉ុន្តែអីព្រោះថាទស្សនិកជនកម្មវិធី109ក៏អាចតាមដានស្ដាប់109តាមវិទ្យុដែលផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់តាមរយៈវិទ្យុ FM 103 MHz បាទដែលយើងនឹងចែកលើប្រធានបទយុវវ័យគួរតែជឿលើប្រព័ន្ធផ្សព្វផ្សាយពីយុវវ័យហើយយ៉ាដូគាត់ថាគួរជឿអត់ខ្ញុំគិតថាគួរឲ្យជឿព្រោះអីយើងយុវវ័យដូចគ្នាអញ្ចឹងយើងមានគណិតស្ទៀងគ្នាហើយអញ្ចឹងយើងអាចយល់ពីគ្នាទៅវិញទៅមកបានហ្នឹងប៉ុន្តែយ៉ាដូដូចដែលយើងបានឃើញក្នុងសប្តាហ៍ហ្នឹងអញ្ចឹងយើងឃើញថាប្រព័ន្ធផ្សព្វផ្សាយមានច្រើនផ្នែកច្រើនប្រភេទអញ្ចឹងព័ត៌មានដែលចេញពីប្រព័ន្ធផ្សព្វផ្សាយក៏មានច្រើនដែរខ្ញុំគិតថាទស្សនិកជនគួរតែមើលថាតើគួរជឿលើប្រព័ន្ធផ្សព្វផ្សាយមួយណាហើយវាប្រហែលជាស៊ីសងលើកលៈទេសៈផងដែរបាទនេះគ្រាន់ជាគំនិតយើងពីរនាក់ឯងចាហើយខ្ញុំជឿថាទស្សនិកជនប្រហែលជាមានគំនិតផ្សេងពីហ្នឹងហើយបាទអញ្ចឹងកុំភ្លេចថ្ងៃស្អែក109តាមវិទ្យុចូលរួមទាំងអស់គ្នាបាទទស្សនិកជនទាំងអស់គ្នាបើសិនជាចង់ចូលរួមរាំ Madison ដើម្បីបង្កើតកំណត់ត្រាពិភពលោកកុំភ្លេចចូលកន្លែងផ្ញើសារពីផ្កាយលេខ 9 ដក clear ឈ្មោះរបស់លោកអ្នក ដក clear ខេត្តឬក្រុងដែលលោកអ្នករស់នៅហើយផ្ញើមកកាន់ពួកយើងតាមរយៈលេខទូរស័ព្ទ095 999 119ឬក៏097 99 39 699ចាហើយមិនត្រឹមតែប៉ុណ្្នឹងទេយ៉ាដូទស្សនិកជនក៏អាចចូលតាមគេហទំព័ររបស់យើងគឺ www.109.com.kh ដើម្បីចុះឈ្មោះផងដែរហើយនៅលើគេហទំព័រនោះទស្សនិកជនក៏អាចចែករំលែកពីអ្វីដែលថ្មីប្លែកអំពីខ្លួនគាត់ពីមិត្តភ័ក្តិឬក៏ពីសហគមន៍ផងដែរហើយមិនត្រឹមតែប៉ុណ្្នឹងឯងក៏អាចផ្ដល់ពីមតិយោបល់ដល់កម្មវិធីរបស់យើងដែរមិនចាំយ៉ាដូចាយ៉ាដូឥឡូវនេះពីកម្មវិធី109សូមនិយាយថាជម្រាបលាជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែលរាត្រីសួស្តី